បាច់តេជោហ៊ុនសែនបានចាប់ផ្ដើមមុនគេគឺការស្ដារគម្រោងវិរិយអគ្គិសនីគិរមដែលមានអនុភាពត្រឹម12មេហ្គាវ៉ាត់តែប៉ុណ្ណោះឥឡូវនេះយើងចាប់ផ្ដើមគម្រោងបូមទឹកស្តុកដើម្បីធ្វើវិរិយអគ្គិសនីនេះ1000មេហ្គាវ៉ាត់ហើយជាគម្រោងដែលមានអត្ថន័យខុសពីមុនទៅទៀតនេះជាជោគជ័យរបស់ partnership រវាងកម្ពុជានិងចិន Thank you ហើយនេះគឺជាគម្រោងបទសាស្ត្រដែលកើតឡើងនៅក្នុងអាណត្តិទី7របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនេះក៏ជាចម្លើយទៅអ្នកតិចទៀនមួយចំនួនដែលថាសម្ដេចនិងរដ្ឋាភិបាលអត់មានធ្វើអីសោះបើអត់មានធ្វើអីសោះតើគម្រោងជាបទសាស្ត្រនេះអាចកើតមានទេនេះក៏ជាចម្លើយទៅឲ្យអ្នកតិចទៀនដែលចាំតែអង្គុយជេរនោះដែរគម្រោងនេះដែលខ្ញុំលើកអំបញ្ញមិញមិនមែនគ្រាន់តែជាគម្រោងវិរិយអគ្គិសនីមួយទៀតទេយើងមានគម្រោងវិរិយអគ្គិសនីចំនួន6 7រួចហើយតាំងពីកម្ចាយតាំងពីគិរមទី3តាំងពីឥសីជ្រុំក្រោមតាំងពីគម្រោងវិទ្យាស្តីនៅទន្លេសេសានប៉ុន្តែនេះគឺជាលើកទី1ដែលប្រជាណាចក្រកម្ពុជាបានដាក់ឲ្យមានការសាងសង់ហើយនឹងឈានទៅដំណើរការគម្រោងអគ្គិសនីដែលបូមទឹកស្តុកទុកមានន័យថាទឹកបានប្រើប្រាស់មួយសារហើយប៉ុន្តែដើម្បីឲ្យមានប្រសិទ្ធភាពកាន់តែខ្ពស់ក្នុងការប្រើប្រាស់ធនធានទឹករបស់យើងនេះយើងបូមត្រឡប់ទៅវិញដើម្បីបានស្តុកធ្វើជាអគ្គិសនីធ្វើជាធុងអាគុយថោកឲ្យប្រទេសបើកផ្លូវឲ្យមានការដាក់ពង្រាយថាមពលស្អាតដូចជាខ្យល់និងថាមពលពន្លឺព្រះអាទិត្យកាន់តែច្រើននៅពេលដែលគម្រោងនេះបញ្ចប់ការសាងសង់នៅដំណើរការដែលពីមុនមកកម្ពុជាយើងអត់ដែលមានគម្រោងនេះតលតែសោះនេះជាលើកទី1ក្នុងប្រវត្តិសាស្ត្រដែលកើតឡើងនៅក្នុងអាណត្តិនៃការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតមិត្តផលរបស់ខ្មែរយើងគម្រោងនេះជាការវិនិយោគធំមិនមែនជាគម្រោងដូចលើកមុន$200 លាន$300 លានទេគម្រោងនេះមួយគឺជិត$1000 លានសហរដ្ឋអាមេរិកដែលជាគម្រោងជាវត្តសាស្ត្រមួយនៅក្នុងកម្ពុជាទាំងបច្ចេកទេសទាំងទូនាទីនិងហិរញ្ញវត្ថុនៃការវិនិយោគហើយក៏បង្កើតមូលដ្ឋានពន្ធថ្មីឲ្យកម្ពុជាសម្រាប់រយៈពេលនៃការប្រតិបត្តិការដំណើរការរបស់គម្រោងគ្រាន់តែពន្ធឲ្យក្រុមហ៊ុនបង់ឲ្យរដ្ឋក្នុងរយៈពេលនៃប្រតិបត្តិការរយៈពេល40ឆ្នាំដោយផ្ទាល់មិនទាន់គិតពីពន្ធដែលក្រុមហ៊ុនអគ្គិសនីតន្ត្រីទៀតយកទៅចែកចាយបន្តគិតជាពន្ធអីទេគ្រាន់តែគិតតែពន្ធដោយផ្ទាល់ពីគម្រោងនេះក៏បានជាង$600 លានក្នុងរយៈពេលនៃការដំណើរការរបស់គម្រោងនេះដែរដែលជាប្រភពចំណូលមួយថ្មីទៀតឲ្យកម្ពុជាយើងក្នុងការជួយអភិវឌ្ឍសង្គមក្រៅពីធម្មពលហើយនឹងសន្តិសុខធម្មពលរបស់ជាតិយើងដូច្នេះគម្រោងជិត1000 លាននេះប្រសិនបើអត់មានរដ្ឋាភិបាលចិនជួយគ្រប់គ្រងទោះបីជាមានក្រុមហ៊ុនចិនមានការចាប់អារម្មណ៍យ៉ាងណាក៏ដោយក៏មិនអាចដំណើរការបានដែរដូច្នេះខ្ញុំសូមលើកយកឱកាសនេះសារជាថ្មីសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាលចិនចំពោះការគ្រប់គ្រងដែលមិនអាចកាត់ថ្លៃបាននេះ Thank you នៅក្នុងអាស៊ីអាគ្នេយ៍មានតែវៀតណាមទេដែលមាន1200 មេហ្គាវ៉ាត់កំពុងដំណើរការសាងសង់នៅប្រទេសហ្វីលីពីនគឺនៅប៉ាគីលក្នុងប្រភេទដូចគ្នាចឹងអាបូមទឹកស្តុកឡើងវិញប្រើឡើងវិញនេះគឺកំពុងដំណើរការសាងសង់ហើយក្រុងបញ្ចប់ដល់ឆ្នាំ2030គឺមានអានុភាព1400 មេហ្គាវ៉ាត់ប៉ុន្តែតាមគម្រោងរបស់យើងនេះប្រសិនបើការសាងសង់នេះពុំមានការប្រែប្រួលយើងមាន1000 មេហ្គាវ៉ាត់ក្នុងឆ្នាំ2029អញ្ចឹងមានន័យថាកម្ពុជាប្រហែលជាដំណើរការមួយជំហានមុនហ្វីលីពីនអញ្ចឹងបើសិនជាដំណើរការឆ្នាំ2029គម្រោងវិរិយអគ្គិសនីស្តុកទឹកឡើងវិញរបស់កម្ពុជានឹងក្លាយទៅជាគម្រោងវិរិយអគ្គិសនីធំទី2របស់អាស៊ីអាគ្នេយ៍នេះគឺជាបច្ចេកវិទ្យាមួយដែលមិនដូចពីការធ្វើវិរិយអគ្គិសនី7កន្លងមករបស់កម្ពុជាទេការបូមទឹកឡើងវិញនេះដូច្នេះហើយអត្ថន័យរបស់វាគឺជាការធ្វើបានធុងអាគុយមួយថោកប្រសិនបើយើងដាក់ធុងអាគុយសិប្បនិម្មិតដូចជាប្រើ battery lithium ion battery យើងអាចធ្វើបានតែវាថ្លៃវិរិយអគ្គិសនីស្តុកទឹកនេះវាថោកជាងអាគុយសិប្បនិម្មិតដល់ទៅ3ឬ4ដងមានន័យថានៅពេលដែលយើងចប់យើងអាចដាក់ពន្លឺព្រះអាទិត្យបានរាប់ពាន់មេហ្គាវ៉ាត់ជាមួយនឹងថាមពលខ្យល់ដែលនឹងបើកឱកាសឲ្យកម្ពុជាពង្រីកវិសាលភាពពី63% ជាងនៅឆ្នាំ2025ដែលជាថាមពលស្អាត
ឲ្យដល់លើស 70% ក្នុងឆ្នាំ 2030